សួស្តីសូមស្វាគមន៍មកកាន់ស៊េរីរឿងភាគShop for Killers រដូវកាលទី2ភាគទី3និងទី4ចាប់ផ្ដើមជាការរំលឹកឡើងវិញនៅក្នុងវគ្គមុន Babylon អាស៊ីខាងកើតបានដណ្ដើមយក Babylon កូរ៉េដើម្បីតាមចាប់ខ្លួន Jin Man ដែលបានលួចម៉ាស៊ីនមេរបស់ Babylon ក៏បានវិនិយោគទឹកប្រាក់ចំនួន$2 លានសម្រាប់តាមចាប់ Ji An ដូចគ្នាទន្ទឹមនឹងនេះដែរ Ji An និង Wu Jin ត្រូវបានឆ្មាំសមុទ្រស្ទាក់ចាប់បានហើយវាបានបង្ហាញថា Wu Jin កំពុងធ្វើការឲ្យ Murder Help អ្វីដែលនឹងកើតឡើងនៅក្នុងវគ្គនេះដោយមិនចាំបាច់និយាយយូរសូមតាមដានទាំងអស់គ្នានៅដើមភាគទី3យើងនឹងស្ថិតនៅក្នុង16ឆ្នាំមុនយើងនឹងឃើញភ្នាក់ងារ Babylon ម្នាក់ឈ្មោះ Q ដែលមានគម្រោងការអាក្រក់ Q នេះគឺមានប្អូនប្រុសម្នាក់គឺ J នៅក្នុងបន្ទប់មួយមានភេរវករម្នាក់ដែលកំពុងចាប់ភ្ញៀវ VIP ជាច្រើននាក់នៅក្នុងសន្តាគារជាចំណាប់ខ្មាំង Q គឺជាអ្នកស៊ើបការដើម្បីពិនិត្យមើលស្ថានភាពគាត់មិនអាចចូលទៅបានទេព្រោះមានភេរវករ2នាក់កំពុងយាមពេលពួកគេបើកទ្វារ Q អាចមើលឃើញថាមានភ្ញៀវ VIP ជាច្រើននាក់ដែលកំពុងត្រូវបានឃុំខ្លួនហើយចំនួនភេរវករគឺច្រើនជាងការរំពឹងទុកQ នៅម្នាក់ឯងដូច្នេះគាត់មិនអាចលួចចូលបានឡើយ Q រាយការណ៍ទៅជីនថាមានអ្នកជាប់ឃុំឃាំងនិងភេរវករច្រើនពេកជីនឆ្លើយតបថាការងាររបស់ពួកគេគឺគ្រាន់តែជួយសង្គ្រោះភ្ញៀវ VIP របស់ជប៉ុនប៉ុណ្ណោះជីនគិតថាប្រតិបត្តិការនេះមិនអាចពន្យាពេលបានទៀតទេព្រោះព័ត៌មានដែលប្រមូលបាននៅតែមិនប្រាកដប្រជាអ្នកដែលនឹងដឹកនាំការវាយប្រហារគឺ J តាមគំនិតរបស់គាត់ក្រុមរបស់ J គឺគ្រប់គ្រាន់ដើម្បីកម្ចាត់ភេរវករមួយចំនួនជីនបានបញ្ជាឲ្យជេធ្វើបេសកកម្ម Q អាចលឺគាត់ហើយនាងត្រូវបានណែនាំកុំឲ្យធ្វើវាដូចគ្នាយ៉ាងណាក៏ដោយជេយល់ស្របនឹងពាក្យសម្ដីរបស់ជីនហើយវាយប្រហារភេរវករ2នាក់ដែលយាមទ្វារយ៉ាងងាយទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បើកទ្វារវាបានបង្ហាញថាមានអន្ទាក់គ្រាប់បែកដៃមួយត្រូវបានដំឡើងដែលបណ្ដាលឲ្យមានការផ្ទុះនៅចំពោះមុខក្រុមរបស់ J Q អាចឮសំឡេងផ្ទុះនេះដូច្នេះនាងចង់ពិនិត្យមើលវានាងអាចមើលឃើញប្អូនប្រុសរបស់នាងកំពុងរងរបួសប៉ុន្តែនៅតែធ្វើចលនាដែលមានន័យថាគាត់នៅរស់នៅឡើយQ ចង់ជួយសង្គ្រោះ J ប៉ុន្តែមាននរណាម្នាក់រុញគាត់ទៅបន្ទប់មួយទៀតមនុស្សនេះគឺ Jin Man ដែលនៅពេលនេះមិនទាន់បានចូលរួមជាមួយ Babylon នៅឡើយទេហើយគាត់និយាយថាកុំបារម្ភអីខ្ញុំនឹងជួយសង្គ្រោះគាត់ឥឡូវនេះកាត់មកមួយឆ្នាំបន្ទាប់ពី Jin Man បានលួចម៉ាស៊ីនមេ Babylonវាបានបង្ហាញថានៅក្នុងក្លឹបដែលត្រូវ J បានតាក់ទងគឺ Q J ប្រាប់ថាបេសកកម្មបន្ទាប់របស់ពួកគេគឺតាមប្រមាណ Jin Man ប៉ុន្តែឥឡូវនេះ Q កំពុងធ្វើបេសកកម្មមួយទៀតគាត់កំពុងប្រមាណគោលដៅរបស់ Babylon ហើយគាត់អាចបំពេញបេសកកម្មរបស់គាត់បានយ៉ាងងាយស្រួលនេះបង្ហាញថា Q មិនមែនជាមនុស្សធម្មតាទេហើយជាសមាជិកដ៏រឹងមាំម្នាក់របស់ Babylon បន្ទាប់ពីបញ្ចប់បេសកកម្មនាងបានពិនិត្យមើលទូរស័ព្ទរបស់នាងគាត់ឃើញថាគោលដៅបន្ទាប់គឺ Jin Man និង Ji An ផងដែរកាលពីពេលមុន Babylon កំពុងធ្វើបេសកកម្មនៅសាលាមួយដែលតាមពិតទៅវាជាប្រតិបត្តិការคล้ายៗមួយតែប៉ុណ្ណោះដែលក្រុម Babylon តែងតែធ្វើដើម្បីហ្វឹកហាត់ប៉ុណ្ណោះក្រុមនេះត្រូវបានដឹកនាំដោយ Q ប៉ុន្តែលើកនេះនាងគ្រាន់តែត្រួតពិនិត្យការបណ្ដុះបណ្ដាលប៉ុណ្ណោះ J ក្លាយជាអ្នកដឹកនាំជំនួសប៉ុន្តែគាត់បរាជ័យក្នុងការបណ្ដុះបណ្ដាលនេះបន្ទាប់មក Q ប្រាប់ថាថ្ងៃស្អែកពួកគេនឹងត្រូវបានផ្ដល់បេសកកម្មថ្មីមួយទៅកាន់ប្រទេសកូរ៉េត្រឡប់ទៅកន្លែងរបស់ Ji An វិញឥឡូវនេះ Ji An និង Yu Jin ត្រូវបានឆ្មាំសមុទ្រដែលកំពុងធ្វើការឆែកឆេរបញ្ឈប់ Ji An ឃើញ Yu Jin កំពុងគប់អាវុធនឹងមួយពី Model ទីបំផុត Wu Jin អាចគប់ផោះតាំងបានទាន់ពេលវេលាដើម្បីកុំឲ្យមន្ត្រីរកឃើញអ្វីឡើយក្រៅពីនេះ Yu Jin ត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះអ្នករស់នៅលើកោះដូច្នេះគាត់មិនត្រូវបានគេសង្ស័យទេមិនយូរប៉ុន្មានពួកគេបានមកដល់កោះ Yu Jin ចង់បញ្យល់ពីអ្វីដែលបានកើតឡើងប៉ុន្តែ Ji An មិនចង់ស្តុបនោះទេហើយបានត្រឡប់ទៅផ្ទះវិញJi An បានចូលទៅមើលគេហទំព័ររបស់ Murder Help ប៉ុន្តែដោយដែល Jin Man បាននិយាយ Murder Help កំពុងត្រូវបានបញ្ឈប់បច្ចុប្បន្នទោះជាយ៉ាងណាក៏ដោយពេលចូលទៅមើលគេហទំព័รงងឹត Ji An បានរកឃើញថា Murder Help មានកម្មវិធីមួយដែលអាចដំឡើងបាននៅលើទូរស័ព្ទJi An ចង់សួរបងប្រុសប៉ុន្តែក្នុងពេលជាមួយគ្នានោះមាននរណាម្នាក់គោះទ្វារពីកាមេរ៉ាសុវត្ថិភាពវាហាក់ដូចជា Yu Jin Ji An បានចេញមកជួបគាត់ហើយជាការពិតណាស់ Yu Jin ចង់ពន្យល់ពីអ្វីដែលបានកើតឡើង Ji An បាននិយាយថាប្រសិនបើនាងមិនចង់ដឹងហើយសន្យាថានឹងមិនប្រាប់អ្នកណាឡើយដើម្បីសុវត្ថិភាព Ji An ថែមទាំងកាន់កំភ្លើងមកជាមួយទៀតផងប៉ុន្តែ Yu Jin មិនបានធ្វើអ្វីទាំងអស់រួចក៏ចាក់ចេញទៅពេលនៅផ្ទះ Ji An បានស្រមៃឃើញសាំងជូម្ដងទៀតដែលបាននិយាយថា Ji An មិនអាចរត់គេចខ្លួនជារៀងរហូតបានទេ
ហើយនាងក៏នឹកឃើញពាក្យរបស់ជីនម៉ានដែរថាចាប់ពីពេលនេះតទៅនាងនឹងរស់នៅតែម្នាក់ឯងហើយត្រូវតែការពារខ្លួនបន្ទាប់មកនាងបានពិនិត្យមើលកាបូបដែលបងប្រុសបានឲ្យមុនពេលគាត់ចាកចេញមួយក្នុងចំណោមនោះគឺជាកាមេរ៉ាឃ្លាំមើលខ្នាតតូចដែលជីអានអាចប្រើបានជីអានបានទៅកំពង់ផែហើយដំឡើងកាមេរ៉ាជាច្រើននៅលើទូករបស់យូជីនលើសពីនេះនាងក៏ដំឡើងវានៅជុំវិញផ្ទះរបស់យូជីនផងដែរនៅថ្ងៃបន្ទាប់នៅកន្លែងមួយផ្សេងទៀតជូនិងជេនិងសមាជិកក្រុមបានមកដល់ប្រទេសកូរ៉េជេបានសួរថាជីនម៉ាន់បានធ្វើអ្វីរហូតដល់គាត់ត្រូវបានគេតាមប្រមាញ់ជូប្រាប់ថាមនុស្សដែលគាត់បានសម្លាប់ពីមុនគឺជាចៅហ្វាយរបស់ជីនម៉ាន់បានក្បត់បាប៊ីឡូនហើយឥឡូវនេះគាត់បានលួចម៉ាស៊ីនមេបាប៊ីឡូនកូរ៉េជេគិតថានេះជាកម្មផលវាបង្ហាញថាអ្នកដែលណែនាំជីនម៉ាន់ឲ្យត្រូវបានជ្រើសរើសទៅកាន់បាប៊ីឡូនគឺជាខ្ជូហើយឥឡូវនេះវាជាការងាររបស់ខ្ជូក្នុងការចាប់ជីនម៉ាន់ឈូនិយាយថាប្រសិនបើមិនមែនដោយសារជីនម៉ាន់ទេប្រហែលជាជេបានស្លាប់កាលពី16ឆ្នាំមុនចាំទេកាលពី16ឆ្នាំមុនជីនម៉ាន់មិនមែនជាសមាជិកនៃបាប៊ីឡូនទេជីនម៉ាន់បានសុំឲ្យខ្ជូលាក់ខ្លួនបន្ទាប់មកជីនម៉ាន់បានជួយសង្គ្រោះជេទោះបីជាគាត់មិនមែនជាសមាជិកនៃបាប៊ីឡូនក៏ដោយជីនម៉ាន់គឺជាផ្នែកមួយនៃកងកម្លាំងពិសេសនៃកងទ័ពកូរ៉េជីនម៉ាន់បានគប់គ្រាប់បែកផ្សែងទៅកាន់ទីតាំងរបស់ភេរវករបន្ទាប់មកគាត់និងមិត្តភ័ក្តិរបស់គាត់បានសម្លាប់ភេរវករជាច្រើននាក់វាបានបង្ហាញថាមានភេរវករផ្សេងទៀតដែលកំពុងតាមរកជូនិងភ្ញៀវ VIP ម្នាក់ជីនម៉ាន់បានគប់អាវុធរបស់គាត់ប៉ុន្តែខ្ជូបានឲ្យសញ្ញាគាត់ខ្ជូអាចសម្លាប់អ្នកដែលតាមដាននាងបានបន្ទាប់មកសម្លាប់ភេរវករម្នាក់ទៀតដែលនៅពីក្រោយជីនម៉ាន់ពេលឃើញរឿងនេះជីនម៉ាន់ដឹងថាខ្ជូមិនមែនជាបុគ្គលិកសន្តាគារធម្មតាទេពេលវេលាកន្លងផុតទៅបេសកកម្មបានបញ្ចប់ហើយមិនមានជនរងគ្រោះច្រើនទេដែលបានដួលជីនមកចាប់ដៃជាមួយជីនម៉ាន់រួចណែនាំខ្លួនជីនមិនដឹងថាកូរ៉េបានបញ្ជូនកម្លាំងពិសេសមកទីនេះទេជីនម៉ាន់មិនអើពើនឹងជីនរួចក៏មកជួបខ្ជូភ្លាមពួកគេបានស្គាល់គ្នាហើយដោយសារតែខ្ជូមានមិត្តភ័ក្តិជនជាតិកូរ៉េម្នាក់គាត់អាចនិយាយភាសាកូរ៉េបានបន្តិចលើសពីនេះជេក៏ដឹងគុណជីនម៉ាន់ផងដែលបានជួយសង្គ្រោះគាត់យើងអាចមើលឃើញថាខ្ជូចាប់អារម្មណ៍នឹងជីនម៉ាន់ខ្ជូអញ្ជើញជីនម៉ាន់ទៅផឹកស្រាប៉ុន្តែជីនម៉ាន់បដិសេធព្រោះក្នុងរយៈពេល 2-3 ម៉ោងទៀតគាត់នឹងត្រឡប់ទៅកូរ៉េវិញប៉ុន្តែមុននឹងចាកចេញជីនម៉ាន់បានអញ្ជើញខ្ជូទៅញ៉ាំអាហារជាមួយគ្នាប្រសិនបើពួកគេជួបគ្នាម្ដងទៀតទាំងនៅកូរ៉េឬនៅជប៉ុនត្រឡប់មកបច្ចុប្បន្នវិញខ្ជូនិងអ្នកដទៃទៀតបានមកដល់មូលដ្ឋានទ័ពបាប៊ីឡូនកូរ៉េជាការពិតណាស់ការមកដល់របស់ពួកគេមិនត្រូវបានស្វាគមន៍ទេប៉ុន្តែពួកគេមិនខ្វល់ទេពួកគេត្រូវបានផ្ដល់បន្ទុកផ្លាស់សម្លៀកបំពាក់ដែលពួកគេគិតថាវាអាក្រក់ណាស់ក្នុងពេលជាមួយគ្នានេះពួកគេឮសំឡេងនរណាម្នាក់កំពុងងូតទឹកពួកគេពិនិត្យមើលហើយវាបានបង្ហាញថាជាបែលដោយសមាជិកដទៃទៀតដែរបែលមិនបានស្វាគមន៍ពួកគេនោះទេសូម្បីតែបន្ទាប់ពីដឹងថាជូជាអ្នកដឹកនាំរបស់គាត់ក៏ដោយបែលមិនចង់ចាប់ដៃជាមួយនាងទេជាការពិតណាស់នេះជាការមិនគោរពហើយកូនចៅរបស់ខ្ជូមិនសុខចិត្តឃើញបែបនោះទេជាពិសេសជូនប៉ុន្តែទោះជាយ៉ាងណាក៏ដោយតែជូជ្រើសរើសអត់ធ្មត់ជាមួយបែលបន្ទាប់មកពួកគេបានជួបជីនដើម្បីធ្វើការណែនាំអំពីអ្វីដែលពួកគេនឹងធ្វើក្នុងបេសកកម្មលើកនេះជេសួរថាតើវាមិនចម្លែកទេឬដែលជីនមែនមានម៉ាស៊ីនមេបាប៊ីឡូនអស់រយៈពេល1ឆ្នាំហើយប៉ុន្តែគ្មានអ្វីកើតឡើងដៃស្ដាំរបស់ជីនដែលមានឈ្មោះថា K បានប្រាប់ថាព័ត៌មានសម្ងាត់នៅលើម៉ាស៊ីនមេតត្រូវបាន encrypt ដូច្នេះវាមិនងាយស្រួលលួចទេ Q និយាយថាវាអាចជាដោយសារតែជីនមែនមានការសន្យាថានឹងមិនផ្សព្វផ្សាយព័ត៌មានទេដរាបណាបាប៊ីឡូនមិនរញ៉េរញ៉ៃជាមួយពួកគេទោះជាយ៉ាងណាក៏ដោយហានិភ័យនៅតែខ្ពស់ហើយក្រុមហ៊ុនមិនផ្ដល់ការអត់ឱនសូម្បីតែបន្តិចដូច្នេះផែនការរបស់ជីននៅតែដដែលគឺលួចម៉ាស៊ីនមេពីជីនម៉ាសម្រាប់ពេលនេះជីអានគឺជាចំណុចខ្សោយតែមួយគត់របស់ជីនម៉ាន់ប្រសិនបើជីអានត្រូវបានចាប់បានដោយជោគជ័យជីនម៉ាន់គ្មានជំរឿសអ្វីក្រៅពីចុះចាញ់ឡើយកាលពី1ឆ្នាំមុនក្រុមបាប៊ីឡូនកូរ៉េបានបញ្ជូនក្រុម2ហើយក្រុមទាំងពីរមិនបានសម្រេចហើយក្រុមមួយក្នុងចំណោមក្រុមទាំងនោះគឺជាក្រុមធម្មតាគោលដៅរបស់ជីនគឺត្រូវតម្រង់ទៅដៃជើងរបស់ជីនម៉ានជាមុនសិនដើម្បីកុំឲ្យគាត់មានជំនួយជេសួរថាតើគាត់ត្រូវធ្វើការជាមួយបែលលើបេសកកម្មនេះដែរឬទេជីនមិនអើពើនឹងគាត់ហើយសួរយោបល់របស់ខ្ជូត្រឡប់ទៅកន្លែងរបស់ជីអានវិញជីអានមិនទាន់ដេកលក់នៅឡើយទេព្រោះគាត់នៅតែបន្តតាមដានចលនារបស់យូជីនពេលកំពុងរងចាំនាងបានដំឡើងកម្មវិធី Mother Hub នៅលើទូរស័ព្ទរបស់នាងដោយមិនដឹងថានេះជាការបង្កើតរបស់ Babylon ទេនេះមើលទៅដូចជាធម្មតាគ្រាន់តែខ្វះលេខកូដពណ៌បៃតងជីអានមិនមានគណនីទេដូច្នេះនាងមិនអាចចូលប្រើកម្មវិធីនេះបានទេជីអានផ្ញើសារទៅបងប្រុសសួរអំពីកម្មវិធី Mother Hub នេះ
ក្នុងពេលជាមួយគ្នានោះយូជីនចាក់ចេញពីផ្ទះរបស់គាត់នៅពេលយប់គាត់ជិះទូកទៅកណ្ដាលសមុទ្រដើម្បីរកទូកមួយទៀតវាបានបង្ហាញថាយូជីនធ្វើការជាមួយនាវិកម្នាក់ទៀតជាអ្នកមុជទឹកប៉ុន្តែអ្នកមុជទឹកនោះបាននាំក្មេងមួយក្រុមមកដោយសារតែរលកធំមួយមានក្មេងរងរបួសម្នាក់យូជីនគិតថាក្មេងនេះត្រូវតែបញ្ជូនទៅមន្ទីរពេទ្យមិត្តភ័ក្តិរបស់យូជីនហាមឃាត់គាត់ព្រោះក្មេងនេះជាជនអន្តោប្រវេសន៍មកពីប្រទេសចិនប្រសិនបើប៉ូលីសរកឃើញប៉ូលីសនឹងដេញតាមយើងដូចគ្នាគាត់មិនចង់ជាប់គុកទៀតទេដូច្នេះគាត់ស្នើឲ្យបោះក្មេងនេះចូលទៅក្នុងសមុទ្រយូជីនបដិសេធគាត់ព្រោះគាត់នៅតែមានស្មារតីមនុស្សធម៌យូជីននៅតែចង់នាំក្មេងនេះទៅមន្ទីរពេទ្យទោះបីជាហានិភ័យខ្ពស់ក៏ដោយបរិះចំណាស់ម្នាក់នេះមិនអាចអនុញ្ញាតឲ្យគេធ្វើបែបនេះបានទេដូច្នេះគាត់ចង់វាយប្រហារយូជីនតែតាមពិតជីអានបានឡើងទូកដោយស្ងាត់ហើយវាយប្រហារបរិះចំណាស់ម្នាក់នេះបន្ទាប់មកជីហានអាចដេរមុខរបួសរបស់ក្មេងនោះបន្ទាប់មកពួកគេបានមកដល់ដីគោកហើយក្មេងៗទាំងនេះអាចជួបឪពុកម្ដាយរបស់ពួកគេវាបានបង្ហាញថាឪពុកម្ដាយរបស់កុមារទាំងនេះជាកម្មករស្របច្បាប់មកពីប្រទេសចិនប៉ុន្តែទិដ្ឋាការងារសម្រាប់កូនរបស់ពួកគេមិនបានចេញមកទេដូច្នេះពួកគេត្រូវលាក់បាំងបែបនេះក្នុងពេលជាមួយគ្នានេះជីអានទទួលបានការឆ្លើយតបពីបងប្រុសដោយប្រាប់គាត់ថាកម្មវិធី Mother Help មិនត្រូវបានធ្វើឡើងដោយពួកគេទេយូជីនបញ្យល់ថានេះជាការងារបន្ថែមរបស់គាត់ប៉ុន្តែចំពោះអាវុធមុនវាជាកម្មសិទ្ធិរបស់មិត្តរបស់យូជីនដែលបានសុំជំនួយពីគាត់យូជីនផ្ទាល់មិនដឹងថារបស់នោះជាអាវុធឬអត់ទេយូជីននិយាយថាថ្ងៃស្អែកគាត់នឹងប្រគល់ខ្លួនទៅឲ្យប៉ូលីសបន្ទាប់មកជីអានបានសួរអំពីកម្មវិធី Mother Help នៅលើទូរស័ព្ទរបស់យូជីនប៉ុន្តែយូជីនមិនឆ្លើយនៅកន្លែងមួយទៀតជីនបានកំពុងចាប់ផ្ដើមអនុវត្តបេសកកម្មមួយផ្សេងទៀតមុនពេលវាយប្រហារជីនម៉ានពីកម្មវិធីពួកគេបានរកឃើញថាមានសមាជិកក្រុមពាលដែលបានទិញពួកគេដឹងថានៅក្នុងតំបន់មួយនឹងមានសង្គ្រាមក្រុមជនពាលហើយបេសកកម្មនេះនឹងជាការសាកល្បងថាតើបែលសក្តិសមត្រូវបានបញ្ចូលក្នុងក្រុមឬអត់ប្រសិនបើបែលអាចធ្វើតាមបញ្ជាបាននោះគាត់នឹងត្រូវបញ្ចូលក្នុងក្រុមប៉ុន្តែបើមិនដូច្នោះទេគាត់នឹងត្រូវសម្លាប់ក្រុមជេបានវាយប្រហារក្លឹបមួយដែលក្រុមជនពាលទាំងពីរក្រុមកំពុងពិភាក្សាគ្នាបេសកកម្មសាមញ្ញរបស់ពួកគេគឺសម្លាប់មនុស្សគ្រប់គ្នាអ្នកដែលចាប់ផ្ដើមសកម្មភាពគឺជេគាត់ចេតនាធ្វើឲ្យក្រុមក្មេងទំនើងនេះខឹងដោយលេងភ្លេងខ្លាំងដោយមិនស្ទាក់ស្ទើរជេបានសម្លាប់សមាជិកក្រុមក្មេងទំនើងជាច្រើនអ្នកភ្លាមក្រុមជប៉ុននេះមានទម្លាប់ប្រើកាំបិតឬដាវជាអាវុធដើម្បីឲ្យសមរភូមិកាន់តែឃោរឃៅក្រុមជេអាចសម្លាប់បានយ៉ាងងាយស្រួលខណៈពេលដែលបែលគ្រាន់តែមើលទោះបីជាគាត់គួរតែនៅក្នុងការប្រយុទ្ធនោះក៏ដោយជូឃើញបែលដែលនៅស្ងៀមដូច្នេះនាងបញ្ជាឲ្យគាត់ទៅសម្លាប់ពួកគេបែលយល់ព្រមរួចសម្លាប់មនុស្ស2នាក់យ៉ាងងាយសមត្ថភាពរបស់បែលមិនចាំបាច់មានការសង្ស័យទេប៉ុន្តែបញ្ហាចម្បងគឺថាគាត់មិនអាចសហការបានទោះបីជាក្រុមជប៉ុនផ្ដល់អាទិភាពដល់ការងារជាក្រុមក៏ដោយពួកគេវិយតម្លៃថាបែលនឹងក្លាយជាបន្ទុកដូច្នេះគាត់នឹងត្រូវជំរុះចេញបែលក៏មិនរត់ទេហើយហ៊ានប្រយុទ្ធជាមួយមនុស្សជាច្រើនក្នុងពេលតែមួយគាត់នៅតែអាចទប់ទល់ដើម្បីរស់រានមានជីវិតបានប៉ុន្តែពេលជីនប្រាប់ខ្ជូថាគាត់មិនអាចត្រូវគេសម្លាប់បានទេព្រោះវាអាចមានប្រយោជន៍ក្នុងការចាប់ជីនម៉ានខ្ជូបដិសេធព្រោះគាត់គិតថាបែលនឹងគ្រាន់តែជាបន្ទុកប៉ុណ្ណោះប៉ុន្តែជីនបង្ខំឲ្យខ្ជូយល់ព្រមដើម្បីកុំឲ្យបែលក្លាយជាគោលដៅត្រូវសម្លាប់ទៀតទោះបីជាពិបាកក៏ដោយខ្ជូត្រូវបានបង្ខំឲ្យសហការជាមួយបែលត្រឡប់ទៅផ្ទះរបស់ជីអានវិញជីអានធ្វើការដូចធម្មតាទោះជាយ៉ាងណាក៏ដោយសារតែអ្វីដែលបានកើតឡើងថ្មីនេះទំនាក់ទំនងរបស់គាត់ជាមួយយូជីនកាន់តែតានតឹងនៅពេលរៀបត្រឡប់ទៅផ្ទះវិញជីអានត្រូវបានអ្នកមីងម្នាក់បានផ្ដល់អាហារអូននាងពួកគេបានសួរថាតើទំនាក់ទំនងរបស់ជីអាននិងយូជីនល្អឬអត់ជីអានបានសួរថាហេតុអ្វីបានជាមីងទាំងអស់នៅទីនេះចាត់ទុកយូជីនដូចជាកូនប្រុសរបស់ពួកគេវាបានបង្ហាញថាកាលពួកគេនៅក្មេងឪពុកម្ដាយរបស់យូជីនទាំងពីរបានស្លាប់ហើយជីតារបស់គាត់បានមើលថែគាត់នៅទីនេះប៉ុន្តែមិនយូរប៉ុន្មានជីតារបស់គាត់ក៏បានទទួលមរណភាពដែរចាប់តាំងពីពេលនោះមកមនុស្សគ្រប់គ្នានៅទីនេះបានមើលថែយូជីននោះហើយជាមូលហេតុដែលអ្នកទាំងអស់នៅទីនេះចាត់ទុកយូជីនដូចជាកូនប្រុសរបស់ពួកគេប៉ុន្តែដោយសារតែរឿងនោះយូជីនត្រូវជាប់នៅទីនេះដើម្បីមើលថែពួកគេពីព្រោះគាត់មិនចង់ចេញពីកោះនោះទេជាការពិតណាស់ពួកគេក៏ចង់ឲ្យយូជីនមានសុភមង្គលនិងរៀបការដែរហើយនៅទីនេះហើយស្ត្រីតែម្នាក់គត់ដែលមានវ័យដូចគ្នានឹងយូជីនគឺជីអានមួយសន្ទុះក្រោយមកយូជីនបានទៅផ្ទះរបស់ជីអានដើម្បីផ្ញើរបស់របរខ្លះបន្ទាប់មកយូជីនមិនដែលប្រើប្រាស់កម្មវិធីនេះទេព្រោះគាត់មិនដឹងពីរបៀបទៀងផ្ទាត់វា
ដោយលើដូច្នេះជីអានបានដឹងថាយូជីនមិនមែនជាអ្នកបញ្ជា Mother Help របស់គាត់ទេមុនពេលចេញទៅជីអានបានសុំឲ្យយូជីនញ៉ាំអាហារដែលជីដូនម្នាក់បានឲ្យនាងមុននេះពួកគេបានញ៉ាំអាហារជាមួយគ្នាពេលនិយាយគ្នាជីអានបានសួរថាតើយូជីនពិតជានឹងបោះបង់ចោលរបស់ទាំងនោះមែនឬអត់ហើយយូជីនមិនបានអើពើនឹងនាងទេជីអានដឹងថាយូជីនបានធ្វើវាពីព្រោះគាត់ខ្លាចជីអាននឹងរាយការណ៍ទៅប៉ូលីសជីអានបាននិយាយថាគាត់នឹងមិនបន្ទោសយូជីនទេព្រោះយូជីនត្រូវមើលថែមនុស្សនៅទីការឮបែបនេះធ្វើឲ្យយូជីនធូរចិត្តព្រោះកន្លងមកនេះជាអ្វីដែលគាត់ព្រួយបារម្ភយូជីនបានសួរថាហេតុអ្វីបានជាជីអានដំឡើងអន្ទាក់នៅផ្ទះរបស់នាងជីអានបានឆ្លើយថាតាំងពីគាត់នៅក្មេងមកនេះជាអ្វីដែលឪពុករបស់នាងបានបង្រៀនគាត់មូលហេតុដែលជីអានរត់រាល់យប់គឺដោយសារតែប្រសិនបើមាននរណាម្នាក់ដេញនាងអាចរត់គេចខ្លួនបាននៅកន្លែងមួយទៀតយើងនឹងឃើញសមាជិក3នាក់នៃក្រុមជនពាលជនជាតិចិនវាបង្ហាញថាអាវុធដែលយូជីនលាក់ទុកពីមុនក៏វាត្រូវបានគេលួចពីពួកគេឥឡូវនេះពួកគេកំពុងស្វែងរកវាហើយប្រសិនបើពួកគេរកឃើញវាពួកគេក៏នឹងតាមប្រហាញ់ជីអានផងដែរត្រឡប់ទៅផ្ទះរបស់ជីអានវិញដូចសពមួយដងជីអានរត់រាល់យប់នៅពេលនោះដែរយូជីនក៏បានរត់ទៅជាមួយគាត់ដែរទំនាក់ទំនងរវាងជីអាននិងយូជីនកាន់តែយូរវាកាន់តែជិតស្និទ្ធដូចគ្នានេះដែរទំនាក់ទំនងរបស់ជីអានជាមួយអ្នកភូមិដែលជាឪពុកម្ដាយរបស់យូជីននៅទីនេះផងដែរយូរទៅប្រកាសណាស់ជីអានចាប់ផ្ដើមរីករាយនឹងជីវិតរបស់នាងនៅទីនេះវាត្រូវចំណាយពេល1ឆ្នាំសម្រាប់ជីអានដើម្បីអាចរីករាយនឹងជីវិតរបស់នាងនៅទីនេះដោយសារតែនាងបានទុកចិត្តយូជីនរួចហើយនាងបានសម្រេចចិត្តបិទកាមេរ៉ាសុវត្ថិភាពដែលនាងបានដំឡើងពីមុននៅយប់មួយក្រុមជនពាលជនជាតិចិនបានរកឃើញមិត្តភ័ក្តិរបស់យូជីនពួកគេមកទីនេះដើម្បីយកអាវុធរបស់គាត់មកវិញប៉ុន្តែជាអកុសលយូជីនបានបោះវាចូលទៅក្នុងសមុទ្រប៉ុន្តែជាថ្នូរនឹងការងារនោះពួកគេបានសួរថាតើគាត់ធ្លាប់បានឃើញជីអានដែរឬទេហើយជាការពិតណាស់គាត់បានប្រាប់ទីតាំងរបស់ជីអានត្រឡប់ទៅផ្ទះរបស់ជីអានវិញជីអានចំណាយពេលជាមួយយូជីនកាន់តែច្រើនឡើងស្ថានភាពរបស់ជីអាននិងវូជីនគឺស្រដៀងគ្នាប៉ុន្តែភាពខុសគ្នារបស់យូជីនគឺការទទួលយកសេចក្តីស្រឡាញ់របស់អ្នករស់នៅលើកោះច្រើនជាងខណៈពេលដែលតាមទស្សនៈរបស់ជីអានឪពុកម្ដាយរបស់គាត់អាចចាកចេញនៅពេលណាក៏បានដូច្នេះនាងជួយយូជីនឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីឲ្យគាត់អាចមានភាពឯករាជ្យនិងរឹងយូជីនចូលចិត្តជីអានកាន់តែខ្លាំងឡើងបន្ទាប់មកគាត់បង្ហាញពីអារម្មណ៍របស់គាត់ហើយជីអានក៏ទទួលយកអារម្មណ៍របស់គាត់ផងដែរប៉ុន្តែជីវិតរបស់ជីអានមិនមែនមានវាសនាល្អនោះទេនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញពួកគេត្រូវបានក្រុមជនពាលជនជាតិចិនបញ្ឈប់មុខយូជីនមានការងឿងឆ្ងល់អំពីអ្វីដែលកំពុងកើតឡើងប៉ុន្តែជីអានដឹងថាពួកគេនៅទីនេះដើម្បីតាមប្រមាញ់នាងជីអានបានសុំឲ្យយូជីនរត់បន្តទៅមុខទៀតពេលកំពុងប្រយុទ្ធជាមួយពួកគេបន្ទាប់មកជីអានបានវាយប្រហារមនុស្សម្នាក់រួចពួកគេរត់គេចខ្លួនជីអានត្រូវតែចាប់ខ្លួនទាំងរស់ដូច្នេះទើបពួកគេមិនបានបាញ់នាងនោះទេពួកគេបានទៅដល់ផ្ទះរបស់ជីអានរួចជីអានបានវាយបំបែកពាងមួយនៅមុខទ្វារវាបានបង្ហាញថានាងបានទុកគ្រាប់បែកនៅទីនោះពេលមាននរណាម្នាក់ដើរមកជិតជីអានបានបំផ្ទុះវាភ្លាមតែធ្វើឲ្យបុរសម្នាក់នោះស្លាប់ភ្លាមដូច្នេះឥឡូវនេះមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលនៅសល់ដើម្បីដេញតាមនាងជីអានបានហៅយូជីនទៅបន្ទប់សម្ងាត់របស់នាងនៅទីនោះយូជីនបានឃើញថាជីអានបានដំឡើងកាមេរ៉ាសុវត្ថិភាពជាច្រើននៅលើកោះពួកគេអាចមើលឃើញថាមានមនុស្ស2នាក់បានចូលទៅក្នុងផ្ទះទោះជាយ៉ាងណាក៏ដោយជីអានដែលបានរៀបចំរឿងនេះអស់រយៈពេល1ឆ្នាំបានដំឡើងអន្ទាក់ជាច្រើនជើងម្ខាងរបស់បុរសម្នាក់ត្រូវបានអន្ទាក់ប៉ុន្តែបុរសម្នាក់ទៀតបានរកឃើញពួកគេបន្ទាប់មកជីអានបានប្រើទុកដែកជាខែលដូច្នេះជីអានមិនអាចវាយប្រហារបានទេបន្ទាប់មកមនុស្សទាំង2នាក់ត្រូវបានសម្លាប់ហើយវាបានបង្ហាញថាមនុស្សម្នាក់ដែលសម្លាប់ពួកគេនោះគឺមីនហៃដែលបានមកដល់ទាន់ពេលនៅកន្លែងមួយទៀតជីនម៉ាន់ឈុលសុងជីនវូនិងបងប្រុសនៅតែស្ថិតនៅក្នុងកំពង់ផែផ្ទុកកុងតឺន័រពួកគេបានដឹងរួចហើយថាជីអានស្ថិតក្នុងគ្រោះថ្នាក់ពីព្រោះការចាប់ខ្លួននាងត្រូវបានផ្ដល់រង្វាន់ចំនួន$2 លានប៉ុន្តែក្នុងពេលជាមួយគ្នានេះមានរថយន្តបាប៊ីឡូនជាច្រើនគ្រឿងដែលដឹងពីទីតាំងរបស់ពួកគេរួចហើយអ្នកដែលដឹកនាំក្រុមនេះគឺ J ព្រោះ Q នឹងដឹកនាំបេសកកម្មវាយប្រហារជីអានគោលដៅរបស់ Bell គឺ Jinman ដូច្នេះគាត់ស្ថិតនៅក្នុងក្រុមរបស់ J Jin បាននិយាយថា Jinman ត្រូវតែចាប់ខ្លួនទាំងរស់ Bell បានឆ្លើយថាប្រសិនបើ Jin បញ្ឈប់គាត់នឹងសម្លាប់គេពួកគេដឹងថា Jinman បានប្រើកំពង់ផែផ្ទុកកុងតឺន័រ
ជាមូលដ្ឋានរបស់គាត់ត្រឡប់ទៅមួយថ្ងៃមុនវាបានបង្ហាញថាជេនិងជីនមានទំនាក់ទំនងស្និទ្ធស្នាលជីនដឹងថា Q ចូលចិត្តជីនម៉ាន់ដូច្នេះគាត់បានជ្រើសរើសជេក្នុងបេសកកម្មវាយប្រហាររបស់ជីនម៉ាន់បន្ទាប់មកជីនបាននិយាយជាមួយជេសមត្ថភាពរបស់ជេគឺល្អបំផុតនៅក្នុងក្រុមរបស់ជីនម៉ាន់ហើយស័ក្តិសមនឹងដឹកនាំក្រុមជីនមិនបានព្រួយបារម្ភអំពីជេទេព្រោះអ្វីដែលគាត់ព្រួយបារម្ភគឺបែលជីនបានឃើញបែលជាឆ្កែប្រមាញ់មួយក្បាលដែលប្រសិនបើត្រូវបានដោះលែងប្រកាសជានឹងបរបាញ់ជីនម៉ាន់ជីនគិតថាខ្ជូការពារជេខ្លាំងពេកខ្ជូបានឆ្លើយតបថាគាត់ដឹងថាជីននិងជេមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រសិនបើជីនពិតជាខ្វល់ពីជេមែនតើគាត់នឹងបញ្ជូនជេទៅបរបាញ់ជីនមែនជាមួយនឹងគ្រាប់បែកពេលវេលាដូចបែលដែរឬទេជីនបានឆ្លើយថាការងាររបស់ពួកគេតែងតែមានហានិភ័យត្រឡប់ទៅបច្ចុប្បន្នវិញនោះហើយជាមូលហេតុដែល Q មិននៅទីនេះពួកគេបានបោះសម្អាតរកមើលកុងតឺន័រដែលគួរឲ្យសង្ស័យណាមួយជាការពិតណាស់ជីនម៉ាន់មិនបាននៅស្ងៀមទេប៉ុន្តែពួកគេពិតជាបានសម្លាប់មនុស្សមួយចំនួនបន្ទាប់ពីបោះសម្អាតរួចទីបំផុតក្រុមរបស់ជេពួកគេបានរកឃើញកុងតឺន័រដែលគួរឲ្យសង្ស័យបំផុតបែលបាននិយាយថានេះជាអន្ទាក់មួយប្រសិនបើម៉ាស៊ីនមេត្រូវបានលាក់ខ្លួននៅកន្លែងបែបនេះវាមិនមែនដូចជាជីនម៉ាន់បានរៀបចំផែនការរត់គេចខ្លួននោះទេជេបានសុំឲ្យក្រុមផ្សេងទៀតពិនិត្យមើលថាតើមានហានិភ័យឬអត់គេបានប្រាប់ជេថាមានហានិភ័យប៉ុន្តែជីនបានសុំឲ្យជេកុំអើពើថាមានអន្ទាក់ឬអត់តែត្រូវអនុវត្តបេសកកម្មបន្ទាប់មកបែលនឹងពិនិត្យមើលធុងទោះបីជាគាត់គិតថាវាជាអន្ទាក់ក៏ដោយជីនវ៉ូកំពុងរងចាំនៅលើដំបូលកុងតឺន័ររួចហើយគាត់បានវាយប្រហារមនុស្ស2នាក់ដែលកំពុងរងចាំនៅខាងក្រៅបន្ទាប់មកគាត់បានគប់គ្រាប់បែកដៃចូលទៅក្នុងនោះជេនិងបែលគឺជាមនុស្ស2នាក់ដែលអាចមានសុវត្ថិភាពខណៈពេលដែលមិត្តរបស់ពួកគេត្រូវបានសម្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរបែលអាចមានអារម្មណ៍ថាជីនម៉ាន់នៅតែនៅទីនេះដូច្នេះគាត់ក៏ចាប់ផ្ដើមមានការប្រុងប្រយ័ត្នពួកគេបានពិនិត្យមើលផ្នែកខាងលើនៃកុងតឺន័រដែលបង្ហាញរបស់របរជាច្រើនពួកគេបានពិនិត្យមើលកុងតឺន័រពីរផ្សេងគ្នាហើយជេស្ថិតនៅក្នុងកន្លែងដែលជីនម៉ាន់នៅជីនម៉ាន់និងជេបានប្រយុទ្ធគ្នាមួយទល់នឹងមួយបែលមិនអាចចូលបានទេព្រោះជីនម៉ាន់បានចាក់សោគាត់ជីនម៉ាន់មិនចាំថាបានធ្លាប់បានជួបជេទេជីនបានរំលឹកជេកុំឲ្យសម្លាប់ជីនម៉ាន់ប៉ុន្តែគាត់មិនចាំបាច់បារម្ភទេព្រោះជេមិនសមជាដៃគូនឹងជីនម៉ាន់ទេក្នុងពេលជាមួយគ្នានោះបែលបានព្យាយាមបាញ់ជីនម៉ាន់ជេបានបញ្ឈប់បែលប៉ុន្តែបែលបានសម្លាប់ជេដោយមិនស្ទាក់ស្ទើរជីនបានឃើញវាហើយដោយដែល Q បាននិយាយបែលគឺជាគ្រាប់បែកពេលវេលាដែលទីបំផុតបានផ្ទុះឡើងបន្ទាប់មកបែលនៅតែបន្តដេញតាមជីនម៉ាន់ប៉ុន្តែជីនមែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីរត់គេចខ្លួនជាមួយកុងតឺន័រដែលត្រូវបានលើកបែលបានគ្រប់គ្រងដើម្បីឡើងលើកុងតឺន័រនោះទាន់ពេលវេលាដូច្នេះឥឡូវនេះជីនមែននិងបែលនឹងត្រូវប្រកួតគ្នាជាលើកទី3ជីនម៉ាន់បានបិទកុងតឺន័ររហូតដល់ងងឹតកុងតឺន័រត្រូវបានផ្លាស់ទីទៅផ្នែកខាងលើនៃឡានពេលនៅក្នុងកុងតឺន័រជីនម៉ាន់បានប្រើវ៉ែនតាពេលយប់របស់គាត់ដើម្បីឲ្យគាត់អាចមើលឃើញបែលខណៈពេលដែលបែលមិនអាចមើលឃើញប៉ុន្តែពួកគេនៅតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដោយសារតែឡានរ៉េនោះបែលបានភ្ជង់ទៅជីនម៉ាន់ហើយលួចយកវ៉ែនតារបស់គាត់ឥឡូវនេះជីនម៉ាន់មើលមិនឃើញគាត់ទេប៉ុន្តែនេះជាផែនការរបស់ជីនម៉ាន់គាត់បានដាក់គ្រាប់បែកមួយនៅក្នុងរ៉ែនតាដែលបានផ្ទុះឡើងនៅពេលដែលបែលប្រើវាទោះបីជាក្បាលរបស់បែលបានផ្ទុះក៏ដោយគាត់នៅរស់រានមានជីវិតដើម្បីធានាការស្លាប់របស់គាត់ជីនម៉ាន់បានបាញ់បែលច្រើនដងរហូតដល់កំភ្លើងរបស់គាត់អស់គ្រាប់ពីព្រោះគាត់ចាំថាអ្នកដែលសម្លាប់ឪពុកម្ដាយរបស់គាត់គឺបែលឥឡូវនេះវាជាផ្លូវការហើយថាបេសកកម្មរបស់ជេក្នុងការតាមចាប់ជីនម៉ាន់បានបរាជ័យឥឡូវនេះជីនម៉ាន់កំពុងជួបបញ្ហាដោយសារតែផែនការរបស់គាត់ដើម្បីធ្វើឲ្យបេសកកម្មរបស់បែលបរាជ័យហើយជេត្រូវបានសម្លាប់ជីនមិនអាចឲ្យ Q ដឹងថាបែលបានសម្លាប់ជេទេជីនបានធ្វើការបន្លំដោយចោទជីនម៉ាន់ថាបានសម្លាប់ជេក្រៅពីនេះនៅមានសាក្សីទាំងនៅក្នុងបន្ទប់ត្រួតពិនិត្យទោះបីជាពួកគេជាសម្ព័ន្ធមិត្តក៏ដោយក៏ជីនត្រូវសម្លាប់ពួកគេដោយបំផ្ទុះឡានដែលដឹកពួកគេដូច្នេះមនុស្សតែម្នាក់គត់ដែលដឹងការពិតគឺជីនត្រឡប់ទៅកន្លែងរបស់ជីអានវិញមីនហៃបានមកតែម្នាក់ឯងនាងបានយកជេវិនមកសម្អាតសាកសពមនុស្សដែលទើបតែត្រូវបានសម្លាប់នាងត្រូវបានគេប្រាប់ថាជីអានត្រូវផ្លាស់ចេញពីកោះនេះហើយដើម្បីសុវត្ថិភាពរបស់ប្រជាជននៅទីនេះជីអានមិនអាចតាក់ទងយូជីនបានទៀតទេជាការពិតណាស់យូជីនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮថាជីអានជានរណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់បាននិយាយថាប្រសិនបើអ្វីៗមានសុវត្ថិភាពគាត់នឹងរងចាំជីអានបន្ទាប់មកយូជីនបានចាក់ចេញពីផ្ទះរបស់ជីអានចង់តាមយូជីនប៉ុន្តែមីនហៃបានបញ្ឈប់នាងប្រសិនបើជីអាននៅទីនេះវានឹងធ្វើឲ្យមនុស្សនៅទីនេះកាន់តែមានគ្រោះថ្នាក់វាត្រូវចំណាយពេល1ឆ្នាំសម្រាប់ជីអានដើម្បីរីករាយនឹងការរស់នៅទីនេះ
ទោះបីជាវាមានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃក៏ដោយជីអាននៅតែមានសុភមង្គលប៉ុន្តែភ្លាមនោះអ្វីទាំងអស់ត្រូវបានបំផ្លាញចោលអ្វីដែលជីអានចង់បានគឺជីវិតធម្មតាហើយនោះជាអ្វីដែលគាត់មានអារម្មណ៍ថ្មីនេះនៅកន្លែងមួយទៀតយូជីនកំពុងអង្គុយនៅមាត់ឆ្នេរគាត់បានឃើញនរណាម្នាក់បាញ់បំភ្លឺមួយគ្រាប់នៅពេលនេះក្រុមរបស់ Q ជិតមកដល់ហើយពួកគេនៅទីនេះដើម្បីចាប់ជីអានយូជីនបានដឹងខ្លួនហើយបានទូរស័ព្ទទៅជីអានប៉ុន្តែជីអានមិនបានកាន់ទូរស័ព្ទរបស់នាងទេពេលនោះដែលគាត់មិនអាចនៅស្ងៀមបានទេយូជីនក៏ប្រញាប់ទៅផ្ទះរបស់ជីនម៉ាន់ជាមួយម៉ូតូរបស់គាត់ក្រុមរបស់ Q ឃើញថាមានមនុស្សច្រើននាក់នៅផ្ទះរបស់ជីអានQ បានបញ្ជាឲ្យសម្លាប់មនុស្សគ្រប់គ្នាលើកលែងតែជីអានយូជីនបានទៅដល់ទីនោះមុនគេហើយបានប្រាប់ពួកគេយូជីនស្គាល់កន្លែងនេះច្បាស់ណាស់មីនហៃបានប្រគល់ភារកិច្ចឲ្យគាត់នាំជីអានទៅកន្លែងលាក់ខ្លួនខណៈដែលមីនហៃនិងជេវុននឹងបាញ់ការពារពួកគេនៅទីនេះយូជីនបាននាំជីអានទៅកាន់ផ្លូវឡើងភ្នំខណៈដែលមីនហៃនិងជេវុនដោយសារតែមានតែ2នាក់ប៉ុណ្ណោះជាការពិតណាស់ពួកគេមានចំនួនតិចជាងពួកគេត្រូវបានគេគប់គ្រាប់បែកដៃមួយគ្រាប់ដែលមានការផ្ទុះយ៉ាងខ្លាំងជាមួយគ្នាពីយន្តហោះគ្មានមនុស្សបើក Q បានដឹងថាជីអានកំពុងធ្វើដំណើរទៅកាន់កន្លែងផ្សេងQ បានបែងចែកក្រុមជា2ក្រុមមនុស្សមួយចំនួនបានចូលទៅក្នុងផ្ទះរបស់ជីអានដើម្បីតាមសម្លាប់មីនហៃនិងជេវុនប៉ុន្តែនៅទីនេះអន្ទាក់ដែលជីអានដាក់បានជួយមីនហៃនិងជេវុនបានរួចផុតពីការវាយប្រហារនេះហើយជាការពិតណាស់ឥឡូវនេះពួកគេនឹងតាមទៅជួយជីអាននៅកន្លែងមួយទៀតជីអានត្រូវបានក្រុមរបស់ Q ដេញតាមជីអានមានសមត្ថភាពសម្លាប់ដូច្នេះនាងអាចតម្រង់គោលដៅបានល្អទោះបីជានាងមិននៅស្ងៀមក៏ដោយជាមួយគ្នាដែលមីនហៃបានដេញតាមពួកគេដោយប្រើម៉ូតូរបស់អ្នកវាយប្រហារមិនយូរប៉ុន្មានជីអាននិងយូជីនបានមកដល់កំពង់ផែតែពេលនោះ Q បានបាញ់ម៉ូតូរបស់យូជីនរហូតដល់វាក្រឡាប់ដោយសារតែជីអាននឹងត្រូវតែចាប់ខ្លួនទាំងរស់ជាការពិតណាស់ Q នឹងមិនវាយប្រហារម្ដងទៀតទេ Q បានបង្ហាញថាកប៉ាល់របស់យូជីនត្រូវបានបំផ្លាញចោលសូម្បីតែគ្នារបស់នាងជាច្រើនក៏ត្រូវបានសម្លាប់ដើម្បីការពារជីអានផងដែរ Q បានគំរាមកំហែងថាប្រសិនបើជីអានមិនតាមនាងទេយូជីនក៏នឹងត្រូវសម្លាប់ដែរមិនយូរប៉ុន្មានមីនហៃបានមកដល់ហើយគាត់បានបើកម៉ូតូបុក Q រហូតដល់សន្លប់យូជីននៅតែមិនចុះចាញ់ពួកគេបានប្រើកប៉ាល់របស់យូជីនមួយទៀតដើម្បីរត់គេចខ្លួនប៉ុន្តែក្នុងពេលជាមួយគ្នានោះ Q បានដឹងខ្លួនដោយម៉ូតូ Q បានបង្ហោះវាហើយតាមទាន់ទូករបស់ជីអានទីបំផុតមីនហៃនិង Q បានប្រយុទ្ធដ៏អស្ចារ្យទីបំផុត Q បានផ្ដួលមីនហៃដោយសារតែនាងបានហត់នឿយយ៉ាងខ្លាំងយូជីនបានបង្វែរចង្កូតទូកដើម្បីឲ្យ Q បាត់បង់លំនឹងបន្ទាប់មកជីអានបានបាញ់នាងដោយកំភ្លើងបាញ់គ្រាប់ខ្សែរហូតដល់ Q ធ្លាក់ចូលទៅក្នុងសមុទ្របន្ទាប់មក Q បានហែលឡើងលើគោកមកគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់បញ្ឈប់ជីអានវាបានបង្ហាញថាមានសមាជិកក្រុម Q ម្នាក់ទៀតកំពុងរងចាំនៅលើសមុទ្រជីអានបានឃើញថាដៃរបស់យូជីនញ័រព្រោះគាត់ភ័យខ្លាចខ្លាំងណាស់ជីអានអាចសុំទោសបានតែប៉ុណ្ណឹងព្រោះរឿងទាំងអស់នេះបានកើតឡើងដោយសារតែនាងយូជីនមិនបានបន្ទោសនាងទេព្រោះនាងអាចនៅរស់បានយូជីនបានសន្យាថាគាត់នឹងការពារជីអាននិចក្នុងពេលជាមួយគ្នានោះមានគ្រាប់បែកមួយគ្រាប់បានផ្ទុះទូករហូតដល់គាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរពួកគេនៅរស់រានមានជីវិតប៉ុន្តែពួកគេត្រូវបានតាមប្រមាញមីនហៃនិងជីអានមិនមានរបួសទេប៉ុន្តែយូជីនត្រូវបានបាញ់ដោយគ្រាប់កំភ្លើងជាច្រើនគ្រាប់ហើយបន្ទាប់មកបានស្លាប់ជីអានខឹងនិងខកចិត្តយ៉ាងខ្លាំងនាងនឹកឃើញពាក្យរបស់ជីនម៉ាន់ថានៅពេលណាដែលជីអានត្រូវការគាត់នាងគ្រាន់តែត្រូវហៅឈ្មោះគាត់3ដងទៅលើមេឃជីអានពេលនោះបានហៅឈ្មោះជីនម៉ាន់3ដងមិនយូរប៉ុន្មានកប៉ាល់ដែលវាយប្រហារជីអានបានផ្ទុះវាបានបង្ហាញថាជីនមែនបានមកដោយប្រើឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះជីអានប្រសិនបើជីនមែនមកលឿនជាងនេះបន្តិចជីវិតរបស់យូជីនប្រហែលជាត្រូវបានសង្គ្រោះហើយវគ្គនេះក៏ចប់ទៅឥឡូវយើងចូលដល់វគ្គវាយតម្លៃជារួមខ្ញុំពិតជាចូលចិត្តវគ្គនេះណាស់អ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបន្តិចនោះគឺថាក្រុមជប៉ុនក៏អន់ដូចក្រុមកូរ៉េដែរខ្ញុំគិតថាវានឹងល្អជាងប៉ុន្តែខ្ញុំនៅតែបរាជ័យប្រសិនបើ Q បែកបាក់ជាមួយជីនបានខ្ញុំគិតថាក្រុមជប៉ុនអន់ជាងក្រុមកូរ៉េចំពោះការស្លាប់របស់យូជីនវិញវាជារឿងគួរឲ្យសោកស្ដាយបន្តិចប៉ុន្តែខ្ញុំគិតថាវាចាំបាច់តាំងពីដើមមកជីអានគ្មានហេតុផលដើម្បីប្រយុទ្ធទេប៉ុន្តែឥឡូវនេះគាត់ដឹងថាគាត់នឹងមិនអាចរស់នៅដោយសន្តិភាពបានឡើយគាត់ត្រូវតែបញ្ឈប់បាប៊ីឡូនឬយ៉ាងហោចណាស់សងសឹកដូច្នេះក្រោយមកពេលនេះជីអានចង់សម្លាប់ Q ដើម្បីសងសឹកចំពោះការសម្លាប់យូជីនខណៈពេលដែល Q ចង់សម្លាប់ជីនម៉ាន់ព្រោះគាត់គិតថាអ្នកដែលសម្លាប់ជេគឺជីនម៉ាន់ខ្ញុំចូលចិត្តវគ្គនេះច្រើនជាងវគ្គមុនដូច្នេះសម្រាប់ការវិតម្លៃខ្ញុំផ្ដល់ចំណាត់ថ្នាក់9 លើ 10តើអ្នកយល់ស្របនឹងការវិតម្លៃរបស់ខ្ញុំទេកុំភ្លេចចុច like វីដេអូនេះប្រសិនបើអ្នកចូលចិត្តវីដេអូនេះហើយកុំភ្លេចពិនិត្យមើលវីដេអូផ្សេងទៀតរបស់យើងខ្ញុំសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នាម្ដងទៀតនៅវគ្គបន្ត